សួស្តីអ្នកនរគ្នាពេលខ្ញុំប្រាប់គេថាខ្ញុំកំពុងរៀនធ្វើអាជីវកម្មរៀនឬក៏រៀនធ្វើចំនួនជាមួយក្រុមហ៊ុន Voltan International សំណួរដែលខ្ញុំឮញឹកញាប់ជាងគេគឺអូវាជាក្រុមហ៊ុន Multi-level Marketing មែនវាបោកប្រាស់មែនទេហើយបងប្អូនដែលកំពុងមើលប្រហែលជាគិតបែបនេះដែរអញ្ចឹងសូមស្ដាប់ខ្ញុំសិនរឿងមួយបើមានភោជនីយដ្ឋានមួយបោកប្រាស់មានន័យថាតើភោជនីយដ្ឋានទាំងអស់នៅភ្នំពេញហ្នឹងសិតបោកប្រាស់ដែរមែនអត់ទេមែនទេចុះបើធនាគារមួយមានបញ្ហាតើធនាគារទាំងអស់សុទ្ធតែមិនល្អមែនទេចម្លើយក៏អត់ទេដែរដូចគ្នាដែរយើងមិនគួរវិតម្លៃអាជីវកម្ម network marketing ទាំងអស់ដោយផ្អែកលើបទពិសោធន៍អាក្រក់ឬក៏បទពិសោធន៍អត់ល្អរបស់ក្រុមហ៊ុនមួយចំនួនទេសម្រាប់ខ្ញុំសំណួរដែលសំខាន់មិនមែនថាវាជា multi-level marketing ឬក៏ក្រុមហ៊ុន network marketing ឬអត់ទេប៉ុន្តែបើខ្ញុំស្វែងរកគឺតើក្រុមហ៊ុននោះមានភាពជឿជាក់ដែរឬទេមានផលិតផលពិតប្រាកដហើយមានគុណភាពដែរឬអត់តើមានប្រព័ន្ធបណ្ដុះបណ្ដាលដែរឬអត់មានការិយាល័យមានការចុះបញ្ជីផលិតផលត្រឹមត្រូវដែរឬអត់ហេតុផលទាំងនេះហើយដែលធ្វើឲ្យខ្ញុំចំណាយពេលសិក្សាលើ Voltan មុនពេលខ្ញុំសម្រេចចិត្តអញ្ចឹងមិនបាច់ជឿខ្ញុំភ្លាមៗទេហើយខ្ញុំក៏អត់សូមឲ្យបងប្អូនអ្នកដែលមើលនឹងចូលរួមជាមួយខ្ញុំភ្លាមៗដែរគ្រាន់តែចង់លើកទឹកចិត្តឲ្យបងប្អូនសិក្សាវាជាមុនសួរសំណួរពិនិត្យព័ត៌មានហើយសម្រេចចិត្តដល់ខ្លួនឯងអញ្ចឹងបើចង់ស្វែងយល់បន្ថែមសូមផ្ញើសារមកខ្ញុំហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀត